នេះមកដល់ជាការរបស់បងប្រុសនៅខាងសំឡូតនៅនេះភូមិគេភូមិកណ្ដាលឃុំសុងស្រុកសំឡូតខេត្តបាត់ដំបងនេះប្រភេទឆៃថាវហើយឆៃថាវនេះដីរបស់គាត់បងប្អូននេះដីនៅតំបន់នេះបើនិយាយពីប្រភពទឹកគឺគ្រប់គ្រាន់បងប្អូនប្រភពទឹកគឺគ្រប់គ្រាន់នេះដីឡើងក្រហមបាទអញ្ចឹងបងគាត់ដាំដំណាំរបស់គាត់មានទាំងម្រេចមានទាំងប្រភេទស្ពៃនិងប្រភេទស្ពៃពេទ្យដំណាំរបស់គាត់ដូចជាដំណាំបន្លែរបស់គាត់ទីដីបរិមាណប៉ុន្មានទីដីទំហំ6ហត្ថហើយដែលដាំទាំងអស់ច្រើនតែគាត់ថាជាហ្នឹងហើយបើនិយាយពីដំណាំបន្លែរបស់គាត់គឺ7ហិកតាអញ្ចឹងសុំអាសាក្នុងការធ្វើកសិកម្មរបស់គាត់ហើយនេះស្រួលក្នុងការប្រមូលផលរយៈពេលវាកន្លះមួយខែកន្លះនៅមួយខែកន្លះគឺឃើញផលហើយអញ្ចឹងបើនិយាយពីដំណាំអាមេរិករបស់គាត់3000ជាលួងហ្នឹងហើយ3000ជាលួងនេះសតតែអាមេរិកហើយអាមេរិករបស់គាត់ឆ្នាំនេះគឺថាគ្រប់ទឹកហើយតម្លៃវាល្អដែរឆ្នាំនេះអញ្ចឹងមើលនេះដាច់ទីភ្នែកប៉ិតនេះមើលទៅខាងណាក៏ដាច់ទីភ្នែកដែរនៅខាងទឹកដីសំឡូតហើយមួយខែកន្លះប្រមូលផលនេះទឹកដីតែមួយរៃទេហ្នឹងហើយអានេះយូរប៉ុន្មានថ្ងៃហើយ23ថ្ងៃហើយ23ថ្ងៃហើយនៅតាមមួយខែទៀតមួយខែ10មួយខែទៀតទេគង់20ថ្ងៃជាងទៀតអញ្ចឹងល្អមែនទែនបងប្អូនមកនេះគឺដល់